សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកស្គាល់ផ្លូវទៅកន្លែងគេកំពុងល្បីមួយនៅក្នុងខេត្តកំពតក៏ប៉ុន្តែខ្ញុំអត់មានស្គាល់ផ្លូវទេតែគេនាំទៅចេះតែតាមគេទៅអូផ្លិចប្រាប់កន្លែងហ្នឹងគេហៅថាចលងវេហាដែលយើងបកថាមេឃហ្នឹងណាភាសាអង់គ្លេសយើងហៅ sky ហ្នឹងហើយអ្នកទាំងអស់គ្នាមើលឃើញតែផ្លូវពណ៌ក្រហមដីហុយលាក់អីហ្នឹងឯងបាច់ប្រាប់ក៏ដឹងដែរថាមានអារម្មណ៍បែបណាប៉ុន្តែអ្នកទាំងអស់គ្នាកុំច្រឡំថាផ្លូវនឹងផ្លូវទៅហូលុយមែនទេអានឹងផ្លូវទៅចលងវេហាវាអត់ខុសគ្នាពីជីវិតយើងឯងលំបាកមុនណាវេទនាតាមក្រោយនិយាយលេងឯងបើអ្នកទាំងអស់គ្នាអត់ជឿអាចសាកទៅលេងខ្លួនឯងបានពេលទៅដល់កន្លែងហ្នឹងណាមិនដឹងថាវាស្អាតបែបម៉េចពេលយើងចូលទៅដល់លើក្នុងឃើញទេសភាពហើយឡើងស្អាតហ្មងទឹកឡើងខៀវមានទេសភាពមានព្រៃភ្នំអីអញ្ចឹងណាឈៀលហ្មងណាបើខ្លាចខ្ញុំបោកអ្នកទាំងអស់គ្នាអាចទៅមើលខ្លួនឯងបានចង់បន្ទាប់ពីដើរនៅនឹងអង្គុយលេងអត់ចិត្តហើយក៏នាំគ្នាជិះម៉ូតូមកឆ្វែលក្រុងកំពតកុំឲ្យខាត់ជើងកុំឲ្យគេថាយើងទៅដល់កំពតហើយយើងអត់បានជិះចូលកំពតអីអញ្ចឹងណាហើយក៏ចោលអត់បាននៅកន្លែងចាស់យើងហ៎និយាយទៅឲ្យតែដល់កំពតអត់ដែលផ្លេចឯរឿងជិះហួសទៅដល់កែបជិះមកជុំអីអញ្ចឹងវាទោះបីយើងអត់បានចូលក៏ដោយយើងឃើញតែសមុទ្រអីយើងមានស្រស់ស្រាយហ្មងយើងថតរូបថតវីដេអូអីទៅអត់មានណាគេដឹងទេថាយើងគ្រាន់តែជិះកាត់អីអញ្ចឹងយើងយកមកអួតក្មេងៗអ្នកនៅផ្ទះអញ្ចឹងគាត់ដែរស្គាល់គាត់មានពេលទៅសមុទ្រអត់អីអញ្ចឹងម៉ែអត់ឲ្យទៅអញ្ចឹងឯងបានបុណ្យចង់និយាយថាយើងចង់ធ្វើបុណ្យតាមណាក៏បានដែរឲ្យតែយើងមានចិត្តធ្វើ